សត្វកង្កោគឺជាសត្វបក្សីមួយប្រភេទដែលមានពណ៌សម្បុរស្អាតអស្ចារ្យខ្លាំងមែនទែននិងជានិមិត្តរូបនៃសេចក្តីស្រឡាញ់និងភាពជោគជ័យដែលជាជំរុកនៃការកើតជាថ្មីផងដែរសត្វកង្កោគឺជាសត្វដ៏ស្រស់បំព្រងនិងមានមោទនភាពដែលជាហេតុធ្វើឲ្យវាក្លាយជាតំណាងនៃភាពស្រស់ស្អាតនៅក្នុងវប្បធម៌ជាច្រើនផងដែរសត្វស្លាបពីរ3ក្បាលមានរោមជម្រុះពណ៌ភ្លឺជាងសត្វកង្កោកឈ្មោលដែលជាបក្សីជម្រុះពណ៌ដ៏ធំដែលជាធម្មតាមានរោមពណ៌ខៀវបៃតងនិងពណ៌ផ្សេងទៀតសត្វកង្កោកត្រូវបានរកឃើញជាទូទៅនៅក្នុងសួនសត្វនិងកសិដ្ឋានចិញ្ចឹមសត្វប៉ុន្តែមានដើមកំណើតនៅក្នុងព្រៃអាស៊ីប្រភេទសត្វកង្កោកដែលពេញនិយមបំផុតនិងអាចស្គាល់បានគឺកង្កោកឥណ្ឌានិងកង្កោកបៃតងអីចឹងទៅលក្ខណៈពិសេសមួយរបស់សត្វកង្កោកគឺកន្ទុយរបស់វាដែលមានច្រើនជាង 60% នៃប្រវែងរាងកាយសរុបរបស់វាត្រូវបានគេលាបពណ៌ខុសពីធម្មតាដោយសារតែការសម្គាល់ពណ៌ដែលហៅថាភ្នែកកន្ទុយរបស់កង្កោកគឺអាចកោងនៅក្នុងទម្រង់ជាកង្ហាដែលលាតសន្ធឹងលើខ្លួនរបស់វាបក្សីនេះគឺច្រើនតែរស់នៅក្នុងតំបន់ព្រៃហើយលាក់ខ្លួននៅក្នុងស្មៅខ្ពស់ឬក៏កំពតព្រៃដើម្បីគេចពីការបំមាញ់ផ្សេងថ្មីត្បិតតែវាមានទំហំធំវាអាចហោះឡើងលើអាកាសបានប៉ុន្តែដោយសារតែទម្ងន់របស់វានៅតែដើរនៅលើដីបានយូរជាងនេះប៉ុន្តែយូរល្មមអាចថាគេកិច្ចផុតពីគ្រោះថ្នាក់ជាច្រើនតែប៉ុណ្ណោះសត្វកង្កោកចំណាយពេលស្ទើរតែពេញមួយជីវិតរបស់វាទៅហើយនៅលើដីវាជាសត្វពាហនៈនៅលើដីហើយមានន័យថាវាចំណាយពេលវេលាស្ទើរតែពេញមួយថ្ងៃដើម្បីស្វែងរកអាហារនិងចំណីនៅលើផែនដីជាធម្មតាសត្វកង្កោកគឺវាមិនសូវហើរនោះទេជាធម្មតាសត្វកង្កោកគឺវាស៊ីសត្វល្អិតនិងរុក្ខជាតិនិងសត្វតូចជាងវាអញ្ចឹងទៅនៅមានលក្ខណៈសម្បត្តិជាច្រើនទៀតដែលយើងមិនអាចរៀបរាប់អស់ក៏ប៉ុន្តែក្នុងថ្ងៃនេះadminចង់ប្រាប់ប្រិយមិត្តអំពីសត្វកង្កោកដែលគេចិញ្ចឹមនេះមានប្រិយមិត្តពុកម៉ែបងប្អូនខ្លះគាត់ឆ្ងល់ថាម៉េចក៏ត្រូវដកកតុយដករោមរបស់វាអញ្ចឹងណាដោយសារតែសត្វកង្កោកគឺជាសត្វមួយដែលគេចិញ្ចឹមដើម្បីយករោមរបស់វានឹងឯងហើយអ្នកខ្លះក៏គាត់យល់ដឹងគាត់ថារោមសត្វកង្កោកកតុយសត្វកង្កោកហ្នឹងទោះបីជាម្ចាស់របស់គេមិនដកចេញហ្នឹងក៏វាត្រូវតែជំរុះដោយខ្លួនវាដែរប្រិមិត្តបើសិនជាដល់កាលដល់វេលាដែលសត្វកង្កោកត្រូវជំរុះរោមអញ្ចឹងកតុយរបស់សត្វកង្កោកហ្នឹងគឺគេយកទៅធ្វើបានជាប្រយោជន៍ច្រើនខ្លាំងមែនទែនអ្នកដែលគេមានគ្រូមានអីហ្នឹងក៏គេយកទៅតាំងនៅក្នុងថូរបស់គេហើយអ្នកដែលគេយកទៅកែច្នៃធ្វើជាផ្លិតធ្វើជាអីផ្សេងអំបោះហើយហ្នឹងក៏គេអាចយកទៅកែច្នៃបានហើយមានតម្លៃថ្លៃគួរសមដែរបើតាមដែលមានដឹងក្នុងមួយផ្លិត$50-60ឯណោះ